អ្នករស់នៅក្នុងតំបន់បូរីកេឡាចំនួន117គ្រួសារនិងអ្នកតំបន់ផ្សេងៗទៀត15សហគមន៍ដូចជាអ្នកបង្កក់ផងរួមគ្នាប្រារព្ធធ្វើទិវាសិទ្ធិមនុស្ស10ធ្នូមួយថ្ងៃមុននិងទាមទារឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនផានអ៊ីមិចគោរពសិទ្ធិមនុស្សអ្នកស្រីឆាយកំហូរជាតំណាងអ្នករស់នៅតំបន់បូរីកេឡាមួយរូបនៅក្នុងចំណោមអ្នករស់នៅគ្មានផ្ទះសម្បែងចំនួន117គ្រួសារអ្នកស្រីថ្លែងថាការគោរពទិវាសិទ្ធិមនុស្សរបស់អ្នកបូរីកេឡានៅថ្ងៃទី9ធ្នូនេះគឺជាការរំលឹកខួបសេចក្តីប្រកាសស្តីអំពីសិទ្ធិមនុស្សអន្តរជាតិលើកទី64ផងនិងចង់បញ្ជូនសារដល់រដ្ឋាភិបាលឲ្យគោរពសិទ្ធិមនុស្សរបស់គាត់ផងឲ្យខាងរដ្ឋាភិបាលឲ្យគាត់បានមើលដើម្បីឲ្យគាត់ជួយជំរុញទៅលើក្រុមហ៊ុនផានីមិចឲ្យគោរពនៅសិទ្ធិមនុស្សឲ្យគោរពនៅគោលការណ៍របស់ខ្លួនឯងឲ្យគោរពនៅគោលចំហខ្លួនឯងត្រូវតែសាងសង់ឲ្យគ្រប់ចំនួន10សម្រាប់ពួកខ្ញុំដែលមានកិច្ចព្រមព្រៀងមានកិច្ចសន្យាជាមួយសហគមន៍ខ្ញុំគឺចង់បញ្ជាក់ប្រាប់ទៅរដ្ឋាភិបាលឲ្យគាត់បានដឹងកុំជឿតែពាក្យញុះញង់របស់ក្រុមហ៊ុនត្រូវឲ្យគាត់ជួយមកមើលដល់សហគមន៍បរិយាកាស117គ្រួសារនេះឲ្យបានឆាប់ផងព្រោះខ្ញុំអត់ចង់រស់នៅលើគំនូរសម្រាមអត់ចង់រស់នៅដោយវេទនាអត់ចង់រស់នៅលើប្រយោជន៍ផ្ទះគេហើយក៏ខ្ញុំអត់ចង់រស់នៅដោយគ្មានសិទ្ធិសេរីភាពខ្ញុំចង់រស់នៅដោយមានអ្នកស្រីមានប្រសាសន៍ថាពួកគាត់ចំនួន117គ្រួសារត្រូវបានក្រុមហ៊ុនផានអ៊ីមិចឈូសកំទេចផ្ទះដើម្បីយកដីកាលពីខែមករាឆ្នាំ2012ហើយនៅមិនទាន់ទទួលបានផ្ទះជាសំណងនៅឡើយទេសប្តាហ៍ថ្ងៃនេះពួកគាត់កំពុងរស់នៅប្រជ្រៀតគ្នាជាបណ្ដោះអាសន្ននៅក្រោមជណ្ដើរឡើងអាគារនិងខ្លះទៀតរស់នៅក្រោមសម្ពុតតង់កៅស៊ូលើគំនរសំរាមអ្នករស់នៅក្រោមជណ្ដើរមួយរូបគឺលោកពេជ្រលឹមខួនថ្លែងថាពួកគាត់ត្រូវរស់នៅក្នុងភាពឯកោមិនទទួលបានការគិតគូរពីអាជ្ញាធររដ្ឋាភិបាលក្នុងមូលដ្ឋានឡើយអ្វីក៏មិនដែលមានធ្វើអន្តរាគមអ្វីក៏គេមិនដែលចង់មកសួរសក់ទុកពីប្រជាពលរដ្ឋដែលរងគ្រោះខ្ញុំជាម្ចាស់ឆ្នោតខ្ញុំចង់និយាយថាមុននឹងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គាត់បានសន្យាជាមួយពួកខ្ញុំថានឹងដោះស្រាយតែអង្គ1គីឡូក៏គាត់មិនដែលអើពើជាមួយខ្ញុំដែរខ្ញុំរស់ដោយសារដើរសុំទានអង្គការនានាដែលគេជួយខ្ញុំទេសប្តាហ៍នេះខ្ញុំមានផលប៉ះពាល់នៅផ្លូវចិត្តបញ្ហាចំនួនដីរវាងអ្នកបរិយាកេឡាចំនួន117គ្រួសារនិងក្រុមហ៊ុនផានអ៊ីមិចជាបញ្ហាប្រទាញប្រទង់គ្នាអស់រយៈពេលជិត1ឆ្នាំមកហើយតាមកិច្ចព្រមព្រៀងអភិវឌ្ឍនៅនឹងកន្លែងក្រុមហ៊ុនផានអ៊ីមិចត្រូវសាងសង់អគារចំនួន10សម្រាប់អ្នករស់នៅក្នុងតំបន់នេះមានអ្នករស់នៅមួយចំនួនធំបានទទួលផ្ទះហើយលើកលែងតែអ្នករស់នៅចំនួន117គ្រួសារកន្លងមកខាងក្រុមហ៊ុនលើកហេតុផលថាអ្នកបរិយាកេឡាដែលមិនទាន់បានទទួលផ្ទះទាំងនេះខ្លាញ់បន្លំឯកសារដើម្បីចង់បានផ្ទះដែលក្រុមហ៊ុនសាងសង់ក៏ប៉ុន្តែអ្នកដែលមិនទាន់បានផ្ទះអះអាងថាពួកគាត់មានឯកសារបញ្ជាក់ពីការរស់នៅទីនោះត្រឹមត្រូវបញ្ហានេះបានបណ្ដាលឲ្យមានការតវ៉ានិងទាមទារផ្ទះព្រោះក្រុមហ៊ុនសង់បានតែ8អគារទេគឺនៅខ្វះ2អគារទៀតអ្នកតវ៉ាដឹងថាបញ្ហានេះហើយដែលធ្វើឲ្យក្រុមហ៊ុនខ្វះផ្ទះសម្រាប់ផ្ដល់ឲ្យអ្នកនៅសល់ទាំងនោះដើមចេញពីការតវ៉ារឿងដីធ្លីនេះនឹងនៅបង្កក់តំណាងរបស់ពួកគាត់2រូបគឺអ្នកស្រីទឹមសមនីនិងអ្នកស្រីយ៉ោមបុប្ផាត្រូវចាប់ខ្លួនដាក់ពន្ធនាគារសប្តាហ៍ថ្ងៃនេះនៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សព្រឹកមិញនេះអ្នកបរិយាកេឡានិងអ្នកបង្កក់ទាមទារឲ្យតុលាការដោះលែងតំណាងទាំង2រូបនោះវិញមន្ត្រីជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ Liga do លោកអំសំអាតថ្លែងថាការទាមទាររបស់អ្នកបរិយាកេឡាឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សគឺជាការត្រឹមត្រូវពីព្រោះរដ្ឋាភិបាលបានទទួលស្គាល់និងបដិញ្ញាគោរពសិទ្ធិមនុស្សតាមកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិហើយត្រូវតែមានកាតព្វកិច្ចមួយប្រកបហើយត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់បរិយាកេឡាដូចជាតំបន់បឹងកក់នេះឲ្យមានតម្លាភាពនិងយុត្តិធម៌សម្រាប់ពួកគាត់ដែលអាចរស់នៅសមរម្យភាពជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរនោះបាទលោកបញ្ជាក់ថាការចាប់អ្នកស្រីទឹមសមនីនិងអ្នកស្រីយ៉ោមបុប្ផាដាក់គុកគឺជាការរំលោភសិទ្ធិមនុស្សបើទោះជាការចាប់នោះមិនមែនជាករណីដីធ្លីក៏ដោយក៏បញ្ហានោះផ្ដើមចេញពីរឿងដីធ្លីនិងផ្ទះសម្បែងលោកថ្លែងថាបើតុលាការមានភាពយុត្តិធម៌មែននោះអ្នកទាំងពីរមិនត្រូវបានចាប់ខ្លួនទេខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរី